អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូ YouTube Channel សុពិសីថ្ងៃនេះខ្ញុំចែករំលែកនៅបទពិសោធន៍សម្រាប់បងប្អូនទាំងអស់គ្នាតងនឹងសម្បត្តិអត្រានុកូលដ្ឋានថាតើឯកសារមួយសន្លឹកនេះមានសារៈសំខាន់យ៉ាងណាសម្រាប់យើងគ្រប់គ្នាជាទូទៅមុននឹងចាប់ផ្ដើមបំពេញការងារយើងចូលរួមសម្អាតបរិស្ថានជាមុនសិនឋានជុំវិញស្អាតទើបយើងមានអារម្មណ៍បំពេញការងារស្រឡះនៅអារម្មណ៍ជាពិសេសការផ្ដល់សេវានោះប្រកបដោយប្រសិទ្ធភាពនៅពេលដែលប្រជាពលរដ្ឋក៏អញ្ជើញមកមានបរិយាកាសរដ្ឋបាលមូលដ្ឋានមានភាពស្រស់ស្រាយហើយថ្ងៃនេះដែរadminបានទិញសម្ភារៈប្រើប្រាស់មួយចំនួនដោយសារនៅរដ្ឋបាលឃុំអស់ឲ្យបានប្រើប្រាស់ហើយឥឡូវយើងបកមករឿងយើងទាំងអស់គ្នាវិញអ្វីថ្ងៃនេះadmin ចែករំលែកអំពីការងារអត្រានុកូលដ្ឋានវិសាការអនុវត្តប្រចាំថ្ងៃឃើញថាអត្រានុកូលដ្ឋានក៏ដូចជាសម្បត្តិកំណើតនេះជាបញ្ហាក្តៅមួយដែលប្រជាពលរដ្ឋរបស់យើងមានក្តីកង្វល់មានបញ្ហាមួយចំនួនទៅលើកិច្ចការនេះដូច្នេះដើម្បីបងអូនទទួលបានបទអត្រានុកូលដ្ឋានដែលប្រើប្រាស់យោងទៅលើឯកសារផ្សេងៗប្រកបដោយភាពច្បាស់លាស់ពុំមានកំហុសផ្សេងៗបងប្អូនគួរតែធ្វើដូចម្តេចជាទូទៅនៅពេលដែលបុគ្គលអ្នកចាប់កំណើតគឺតម្រូវឲ្យពួកគាត់មកចុះសម្បត្តិអត្រានុកូលដ្ឋាននៅរដ្ឋបាលឃុំសង្កាត់ទាក់ទងនឹងការផ្ដល់សេវានេះផងដែរមិនផ្ដោតទៅលើការងារអត្រានុកូលដ្ឋានតែមួយមុខទេមានសេវាផ្សេងៗជាច្រើនទៀតបងប្អូនទាំងអស់គ្នាអត់បានដឹងថារដ្ឋបាលឃុំសង្កាត់រវល់យ៉ាងណាតែទោះជាយ៉ាងណាសេវាសាធារណៈត្រូវបានលើកកម្ពស់ដើម្បីជួយកាត់បន្ថយការលំបាកដល់ប្រជាពលរដ្ឋក្រៅពីកិច្ចការបម្រើសេវាសាធារណៈរដ្ឋបាលឃុំសង្កាត់ត្រៀមខ្លួនអនុវត្តនៅផែនការរបស់ថ្នាក់ដឹកនាំដាក់ផែនការឲ្យរដ្ឋបាលឃុំសង្កាត់អនុវត្តដូចជាដោះស្រាយសម្រាប់សម្រួលករណីទំនាស់នានាឬបញ្ហារបស់ប្រជាពលរដ្ឋដែលស្នើមករដ្ឋបាលឃុំសង្កាត់ក្នុងនោះមានទិន្នន័យផ្សេងជាឈ្មោះជនរងគ្រោះការងារលើកកម្ពស់វិស័យកសិកម្មជំរុញសម្រាប់រួលការចំណាកស្រុករបស់ប្រជាពលរដ្ឋបញ្ហាជាច្រើនផ្សេងផងដែរដូច្នេះរដ្ឋបាលឃុំសង្កាត់ស្ទើរតែមកមានញឹកក្នុងកិច្ចការងារបំពេញតួនាទីរបស់ខ្លួនពេលខ្លះធ្វើឲ្យជាកំហុសឆ្គងក្នុងការបំពេញមានមួយចំនួនដូចជាសម្បត្តិអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដូច្នេះដើម្បីឲ្យការងារនេះជៀសវាងការសាច់ទឹកដាក់គ្នាតើបងប្អូនគួរធ្វើដូចម្តេចជាក់ស្ដែងដើម្បីអាចចុះសម្បត្តិកំណើតបានដែលហៅថាអត្រានុកូលដ្ឋាននេះតម្រូវមានឯកសារដូចតទៅទី1គឺសម្បត្តិបញ្ជាក់កំណើតដែលយើងហៅថាបានលឿងដែលចេញដោយមណ្ឌលសុខភាពសៀវភៅគ្រួសារនៃបងប្អូនមានសម្បត្តិអាពាហ៍ពិពាហ៍ភ្ជាប់មកជាមួយបើពុំមានទេភ្ជាប់សៀវភៅគ្រួសារអត្តញ្ញាណប័ណ្ណប្តីប្រពន្ធសម្បត្តិកំណើតអត្តញ្ញាណប័ណ្ណប្តីប្រពន្ធក្នុងនោះដែរតើតើនៅសម្បត្តិកំណើតបើសិនជាបងប្អូនបានចម្លងពីរដ្ឋបាលស្រុកសម័យគឺល្អខ្លាំងបើជៀសវាងកំហុសចុះក្នុងពេលចុះសម្បត្តិអត្រានុកូលដ្ឋានតបមកទៅមន្ត្រីជំនាញយើងចាប់ផ្ដើមចុះលើសៀវភៅភ្លោះជាមុននឹងចេញបទឲ្យបងប្អូនប្រើប្រាស់ដែលជាទម្រង់នេះហើយសម្រាប់រកឯកសារពាក់ព័ន្ធដែលភ្ជាប់មកគឺយើងរក្សាទុកនៅរដ្ឋបាលឃុំសង្កាត់បងប្អូនដឹងស្រាប់ថាកិច្ចការងាររដ្ឋបាលឃុំសង្កាត់មានច្រើនដូច្នេះម្នាក់រវល់បំពេញការងាររៀងខ្លួនបន្ទាប់មកទៅអ្នកជំនាញចាប់ផ្ដើមចុះទៅលើសៀវភៅភ្លោះជាមុននឹងចេញឯកសារច្បាប់ដើមជូនបងប្អូននេះហើយទៅការចុះសម្បត្តិកំណើតមានពេលយូរនិងទាមទារពេលវេលាដើម្បីផ្ទៀងផ្ទាត់មុននឹងជូនមេឃុំចៅសង្កាត់ចុះហត្ថលេខារាជឆ្នេះមុននឹងចេញសម្បត្តិកំណើតឲ្យបងប្អូនសិនបងប្អូនចេះអានអក្សរបងប្អូនគួរតែពិនិត្យទៅលើឈ្មោះថ្ងៃខែឆ្នាំកំណើតពុកម្ដាយនិងទិន្នន័យពាក់ព័ន្ធជាមុនសិនបីពិនិត្យផ្ទៀងផ្ទាត់ឲ្យត្រឹមត្រូវរវាងអ្នកផ្ដល់សេវានិងអ្នកទទួលសេវាលើសម្បត្តិកំណើតដែលបានចេញជូនស្ដែងរដ្ឋបាលឃុំសង្កាត់របស់ admin ដែលកំពុងបំពេញការងារប្រសិនបើប្រជាពលរដ្ឋគាត់មិនចេះអានអក្សរទេពួកយើងអានឲ្យគាត់និងឲ្យគាត់ពិនិត្យលម្អិតមុននឹងគាត់សម្រេចភាពលើទិន្នន័យដែលបានបំពេញលើសម្បត្តិកំណើតរបស់គាត់បងប្អូនដឹងហើយករណីបើសម្បត្តិកំណើតមានការខុសមានភាពស្មុគស្មាញបញ្ជូនបន្តទៅអង្គភាពពាក់ព័ន្ធដូចជាតុលាការឬក៏រដ្ឋបាលស្រុកផ្សេងជាហេតុធ្វើឲ្យបងប្អូនផលវិបាកខាតពេលខាតលុយសតិអារម្មណ៍មិនល្អចំពោះអាជ្ញាធរដូច្នេះសូមពិនិត្យឲ្យច្បាស់លាស់លំពេលបងប្អូនទទួលសម្បត្តិកំណើតពីខាងអង្គភាពសម័យវីដេអូនេះដែរគឺ admin គ្រាន់តែសង្ខេបខ្លីៗតាក់ទងពីដំណើរការនៃការចុះបញ្ជីអត្រានុកូលដ្ឋានមានករណីមួយចំនួនដែលគាត់ពន្លឿននឹងការចុះសម្បត្តិអត្រានុកូលដ្ឋានហើយមានការខុសខ្វះខាតធ្វើឲ្យប្រជាពលរដ្ឋគាត់ពិបាកកិច្ចដំណើរការនេះចង់ឲ្យបងប្អូនយល់និងផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងនាមអ្នកផ្ដល់សេវាពេញព័ត៌មានជូនបងប្អូនឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ជៀសវាងខាតពេលខាតលុយសតិអារម្មណ៍មិនល្អដោយដែលបានលើកឡើងកន្លងមកในវីដេអូនេះគឺជាការចែករំលែកខ្លះៗរបស់ admin សង្ឃឹមថាជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដូច្នេះបើបងប្អូនទាំងអស់គ្នាមានចម្ងល់តាក់ទងនឹងអត្រានុកូលដ្ឋានសម្បត្តិអាពាហ៍ពិពាហ៍ឬក៏ដូចជាសម្បត្តិមរណភាពផ្សេងអាច comment សួរ admin នឹងឆ្លើយតបនៅពេលក្រោយខ្ញុំបញ្ចប់ admin អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូ YouTube របស់ admin អូខេអរគុណច្រើនបាយបាយ